វីដេអូនេះផ្ញើជាពិសេសសម្រាប់អ្នកចូលចិត្តការកែច្នៃបាទជំរាបសួរពុកម៉ែបងប្អូនបាទក្នុងវីដេអូនេះខ្ញុំសូមចែករំលែកការកែច្នៃមួយជាពិសេសគឺពូសូឡាប្រភេទហ្វាដែលមានបតនៅជាប់នឹងតួបែបនេះណាបាទសេរីក្រោយៗទៀតគឺយើងលែងមាននេះគឺបតដាច់ចេះអញ្ចឹងអានេះវាស្រួលធ្វើទេតែអានេះវារៀងពិបាកសម្រាប់បងប្អូនតិចអញ្ចឹងដល់ពេលយើងប្រើយូរទៅអាបតនេះវាខូចតែអំពូលនេះវាអត់ខូចទេអំពូលនេះវាខុសពីអំពូលភ្លើងរត់អំពូលភ្លើងរត់តែកាលណាដាច់តាមមួយគ្រាប់គឺអំពូលនឹងលែងភ្លឺទាំងអស់ប៉ុន្តែសម្រាប់អំពូលសូឡាអត់ទេទោះបីខូចអញ្ចឹងនេះខូចខ្មៅនេះណាបាទចេះច្រេះអីនេះដាច់ចេះអីអត់ភ្លឺតែមួយហ្នឹងទេតែផ្សេងទៀតនៅភ្លឺអញ្ចឹងពុកម៉ែបងប្អូនយកមកកែច្នៃប្រើប្រាស់ជាមួយនឹងបតនេះបាទបតនេះគឺប្រភេទបតហ្វាប៉ុន្តែបតនេះគឺអាចបញ្ចេញកម្លាំងពន្លឺភ្លើងស្មើនឹង30វ៉ាត់ភ្លើងរត់បាទដល់យើងជ្រើសរើសយកប្រភេទបតដែលមានថ្មធំយកមកដាក់ជូនពុកម៉ែបងប្អូនក៏ប៉ុន្តែពុកម៉ែបងប្អូនត្រូវប្រកាសថាថ្មពុកម៉ែបងប្អូនធំដែរទើបបានប្រើបានយូរប្រើបានទល់ភ្លឺបាទថ្មស្ទើក៏ប្រើបានដែរអញ្ចឹងយើងមានថ្មហើយយើងមានផ្ទាំងហើយយើងមានពូលនេះហើយយើងមិនដឹងធ្វើអីបោះចោលស្ដាយពេញបតនេះយកទៅកែច្នៃអញ្ចឹងនៅលើអំពូលនេះពុកម៉ែបងប្អូនបើមើលភ្នែកផ្ទាល់ពុកម៉ែបងប្អូននឹងឃើញឆ្នោតនេះឆ្នោតហ្នឹងគឺខាងដកឆ្នោតហ្នឹងណាឆ្នោតនៅក្នុងអំពូលហ្នឹងគឺខាងដកដូចនេះអញ្ចឹងបាទនេះឆ្នោតនេះអាហ្នឹងគឺខាងដកហើយអញ្ចឹងពុកម៉ែបងប្អូនបដោះរកខ្សែវាចេញមកបដោះខ្សែវាដូចខ្ញុំបដោះអញ្ចឹងណាបាទហើយខាងបោកយើងបដោះចេញអញ្ចឹងមកយើងមកភ្ជាប់ជាមួយនឹងបតអំពូលនេះបាទបតអំពូលនេះគឺមានភ្លើងចូលពីថ្មភ្លើងមកសូឡាទៅអំពូលទៅអីគឺមាននៅលើនឹងស្រាប់បាទអញ្ចឹងខ្ញុំនឹងតេស្តជូនបងប្អូនឲ្យទៅមើលអំពូលដែលខ្ញុំកែច្នៃប្រើនៅផ្ទះបាទនេះគឺជាអំពូលដែលខ្ញុំកែច្នៃប្រើខ្លួនឯងខ្ញុំអត់បោះចោលទេហើយថ្មខ្ញុំរើសថ្មមកទឹកមកប្រើទេដែលគេយកមកដូរខាងខ្ញុំទៅថ្មខ្លះក៏នៅអាចប្រើបានខ្លះដោយសារខ្ញុំអត់ប្រើយូរម៉ោងទេប្រើ3 4ម៉ោងអីបានអញ្ចឹងយើងប្រើថ្មទឹកទៅវាចំណេញលុយអញ្ចឹងខ្ញុំសុំតេស្តពលឺជូនពុកម៉ែបងប្អូនបាទនេះគឺជាពលឺចាក់ស្ដែងបងប្អូនបាទនេះគឺជាអំពូលចាក់ស្ដែងមកវាគឺពលឺស្មើនឹង30សវ៉ាត់ភ្លើងរត់វិញដាច់4គ្រាប់ពុកម៉ែបងប្អូនដាច់4គ្រាប់នៅតែភ្លឺអញ្ចឹងវាភ្លឺចង់ស្មើ45វ៉ាត់នេះណាបាទអំពូលផ្ទះយើងកាលមុនពូខ្ញុំនេះគឺ30វ៉ាត់ទេតែខ្ញុំដូរដាក់45វ៉ាត់គឺពលឺផាយគ្នានឹងជាមួយនឹងអំពូលយើងកែនេះណាបាទពលឺគឺចេញអស់តែម្ដងគឺភ្លឺខ្លាំងប៉ុន្តែថ្មក៏ស៊ីទៅតាមនឹងដែរផ្ទាំងសាកក៏យើងទាដាក់ផ្ទាំងសាកធំដែរអញ្ចឹងពុកម៉ែបងប្អូនមានគ្រឿងសល់អីមុំចង់កែច្នៃបានបាទសូមអរគុណ